សម្រាប់បងឬក៏អូនៗដែលគាត់ចង់រកចំណូលតាមប្រព័ន្ធបណ្ដាញសង្គមបាច់ផ្ដោតទៅលើចំនួន follower ឯងសួស្តីបងប្អូនអ្នកដែលចង់រកលុយតាមបណ្ដាញសង្គម Facebook ទាំងអស់គ្នាបងប្អូនមានស្គាល់បងស្រីម្នាក់ហ្នឹងអត់មានអ្នកណាខ្លះស្គាល់បងស្រីអញ្ចឹងបើចង់ដឹងថាគាត់ជានរណាហើយគាត់ធ្វើអីអញ្ចឹងតាមបានបងប្អូនគ្នាប្រកាសតែនៅពេលដែលយើងផុសវីដេអូយើងតែងតែចង់បានអ្នកគ្រប់គ្រងអ្នក follower យើងចាអ្នកដែលគេហៅថា real fan របស់យើងណាមានអ្នកគ្រប់គ្រងច្រើនជាកម្លាំងចិត្តដល់យើងដូចគ្នាទាំងខ្ញុំទាំងគេក៏មិនតែចេះរឿង 2CM ឬក៏ការរកលុយនឹងវាមានផ្ដោតទៅលើចំនួន follower ទេហ្នឹងហើយបងដោយសារបងស្រីគាត់បាននិយាយហើយគាត់ថានៅក្នុងការរកលុយតាមបណ្ដាញសង្គម Facebook គឺយើងមិនចាំបាច់ផ្ដោតទៅលើការ follower ទេអញ្ចឹងណាអញ្ចឹងហើយបងប្អូនមិនចាំបាច់លេង comment សុំ follow ដូរ follow គ្នាទៅវិញទៅមកទេបងប្អូនអញ្ចឹងវាធ្វើ Facebook យើង spam ធ្វើ page យើង spam អញ្ចឹងបងប្អូនគួរតែរកវិធីហ្នឹងរូបពេលវេលាហ្នឹងទៅបង្កើត content ល្អៗក៏ដូចជាបង្កើតមាតិកាណាដែលធ្វើឲ្យគេចាប់អារម្មណ៍នោះបងប្អូននឹងផ្ទុះ Facebook បងប្អូននឹងមានការមើលឃើញច្រើនអញ្ចឹង Facebook នឹងបើកមុខងារឲ្យបងប្អូនរកលុយឲ្យបងប្អូនស្ដាប់តទៀត follow តិច follow ច្រើនក៏ដោយតែគេត្រូវ invite គេ invite ហើយផ្ដោតទៅលើការផលិតវីដេអូវិញដោយសារមានបងប្អូនជាច្រើនដែលផ្ដោតទៅលើ follower នឹងពេកគេពេលខ្លះគាត់ទៅចាក់ follower ណាគេថាល្អមើលតែល្អញ៉ាំចាក់ follower នេះ boot follower អីនេះគឺវាធ្វើឲ្យ content របស់យើង spam Facebook រកបញ្ចូលទៅជា spam content អត់ងាយ invite ឬក៏អត់ invite ទេមួយរយៈពេលនេះប្រយ័ត្នមែនតើតែកាលណាយើងធ្វើច្រើនទៅគឺមានអ្នកគ្រប់គ្រងឲ្យបងប្អូនកុំភ័យតែធ្វើដំបូងគ្មានអ្នកមើលដូចគ្នាទេបងប្អូនមិនថាបងប្អូនដៃចាស់រូបណាទេតែធ្វើដំបូងមិនសូវល្បីមិនសូវមានអ្នកមើលទេបងអញ្ចឹងតែយើងធ្វើយូរទៅមានអ្នកមើលមានគេតាមដានយើងច្រើនហើយបងប្អូនសម្រាប់បងដែលគាត់ធ្លាប់ទិញ page លក់ផលិតផលលក់អីពីមុនមកហើយគាត់ចង់ឆ្នៃ page ហ្នឹងទៅរកលុយប៉ុន្តែ page ហ្នឹងធ្លាប់ចាក់ follow ធ្លាប់ boot follow គេធ្លាប់យើងធ្លាប់ boot យក follower ឬក៏ធ្លាប់ចាក់ follow ពីមុនមកអីតាម website តាមអី page អស់ហ្នឹងអត់ងាយ invite ទេធ្វើ page ថ្មីល្អជាងហើយបងប្អូនមួយចំនួនទៀតគាត់ទៅលេងបដូរ follower គ្នាតម្លាក់ link ឲ្យគ្នាចុចទៅចុចមកចា follow ខ្ញុំផងសងទៅសងមកអីមិនបាច់ទៅលេងបដូរ follower ទេសម័យនេះហើយណាផ្ដោតទៅលើការធ្វើវីដេអូផលិតផលបានត្រឹមត្រូវទៅរូបភាពរូបស្លឹកអក្សរ storyហ្នឹងហើយដូចបងប្អូនមួយចំនួនណាដោយសារតែគាត់បដោតខ្លាំងទៅលើការfollower អញ្ចឹងមានអ្នកខ្លះគាត់ទៅចាក់ follower ដើម្បីឲ្យឆាប់គ្រប់ប៉ុន្តែដល់ពេលយើងចាក់ទៅ follower ហ្នឹងគឺជា follower ខ្មោច follower ដែលគ្មានអ្នកទស្សនាគ្មានអ្នកតាមដានហើយដល់ពេលយើងផុសវីដេអូទៅអត់មានអ្នកមើលដដែលហ្នឹងអញ្ចឹងណាអញ្ចឹងបានបងប្អូនមួយចំនួនគាត់តែងតែបរាជ័យដោយសារអីដោយសារគាត់បាក់ទឹកចិត្តធ្វើវីដេអូទៅអត់មានអ្នកមើលអញ្ចឹងសូមបងប្អូនលើកទឹកចិត្តខ្លួនឯងហើយបន្តធ្វើវីដេអូថ្មីក៏ដូចជារកពន្លឺដែលថ្មីសម្រាប់ធ្វើឲ្យបងប្អូនទស្សនិកជនយើងពេញចិត្តនោះបងប្អូននឹងមានអ្នកតាមដាននឹងមានអ្នកចូលចិត្តហើយយើងធ្វើវីដេអូទៅនឹងមានអ្នកមើលច្រើនហើយបងប្អូនស្ដាប់បងស្រីបន្តទៀតរូបស្លឹកអក្សរ story អីចឹងទៅធ្វើវីដេអូល្អបើមិនចឹងធ្វើវីដេអូបែប review reaction សម្រាប់អីខ្លីៗមិនខ្វះទេណាប្រភពវីដេអូយកពី TikTok ចិនយកពីអីមកកាត់តឆ្នៃណោះយើងធ្វើវីដេអូឲ្យបានច្រើនទៅនឹងទទួលបានអ្នក follower ហើយបើចង់កាន់ follower លឿនធ្វើវីដេអូ real មួយថ្ងៃឲ្យបាន5ទៅ10វីដេអូអីទៅណាខុសថ្ងៃត្រង់5ថ្ងៃ5អីចឹងទៅបុកផុសម្ដង5វីដេអូក្នុងពេលតែមួយទៅអញ្ចឹង Facebook អត់មានផ្ដោតទៅលើចំនួន follower ទេ